នេះគឺជាវីដេអូរយៈពេល1ថ្ងៃរបស់ខ្ញុំជាមួយនឹងប្រូធីហើយនេះក៏ជាវីដេអូលើកដំបូងរបស់ពួកខ្ញុំផងដែរដែលថតពីជីវិតប្រចាំថ្ងៃដូចជាប្រូធីនេះខ្ញុំជឿថាមានពុកម៉ែបងប្អូនគាត់ប្រកាសជាស្គាល់ខ្លះហើយក៏មានភាគច្រើនក៏គាត់មិនទាន់ស្គាល់ដូចគ្នាអញ្ចឹងបើសិនជាពុកម៉ែបងប្អូនចង់ស្គាល់គាត់ច្បាស់ពុកម៉ែបងប្អូនអាចចូលទៅកាន់page Facebook ដែលមានឈ្មោះថា Pro Slow ក៏ដូចជា TikTok មួយដែលមានឈ្មោះថា Punet អញ្ចឹងខ្ញុំជឿថាពុកម៉ែបងប្អូនប្រកាសជាឆ្ងល់ហើយថាមូលហេតុអីបើក្បាលវីដេអូភ្លាមត្រូវថតពីគោវិញមូលហេតុនោះគឺ Pro T ជីវិតប្រចាំថ្ងៃរបស់គាត់គឺគាត់ជាអ្នកមើលគោចំណែកឯ Pro Slow គឺដូចគ្នា Pro Slow ក៏គាត់ជាអ្នកមើលគោដូចគ្នាប៉ុន្តែថ្ងៃនេះខ្ញុំមកថតពីសកម្មភាពរបស់ Pro T ក៏ដូចជារូបភាពស្អាតប្លែកនៅក្នុងព្រៃចែកជូនពុកម៉ែបងប្អូនបានទស្សនាដោយពុកម៉ែបានឃើញហើយនោះគឺជា Pro T គឺគាត់ដើរទៅចាំនៅមកគោមុនព្រោះអីខ្លាចគោចូលដំណាំគេខែនេះគឺពិបាកខ្លាំងមែនទែនបងប្អូនខែនេះគឺមានស្រូវគឺមានដំឡូងគឺមានពោតនៅជុំវិញវារៀងពិបាកមើលមែនទែនប៉ុន្តែមិនជាបញ្ហាទេសម្រាប់ក្រុមខ្ញុំព្រោះអីពួកខ្ញុំមានគ្នាដល់តែ4នាក់អញ្ចឹងទៅគ្រាន់តែបំបីគ្នាម្នាក់នៅចាំតាមជ្រុងអញ្ចឹងទៅងាយស្រួលមើលបងប្អូនហើយចៃដន្យអីថ្ងៃហ្នឹងកូននឹងបងប្អូនដូចឃើញស្រាប់អីអញ្ចឹងវាជាឱកាសល្អសម្រាប់ខ្ញុំអីអញ្ចឹងចាំកាលទៀតទាញកាមេរ៉ាបានចេញថតសកម្មភាពរូបភាពស្អាតចាស់ជូនពុកម៉ែបងប្អូនទស្សនាបណ្ដោយមកដល់កន្លែងនេះលេងឃើញប្រូធីយើងបាទមើលតាទូរស័ព្ទទេអត់មានមើលគោទេបាទដូចមិនមែនមើលគោបងប្អូនដូចឲ្យគោមើលវិញយ៉ាងម៉េចបាទកន្លែងនេះគឺខ្ញុំមកថតជាមួយនឹងផ្កាមួយឲ្យពុកម៉ែបងប្អូនទស្សនាផ្កានេះកាលខ្ញុំនៅតូចខ្ញុំធ្លាប់ដកវាយកមកវាយលេងបងប្អូនកាលហ្នឹងសប្បាយតែអត់ស្គាល់ទេអត់ដឹងថាផ្កាអីទេពេលហ្នឹងកំពុងតែដើរថតផ្កាសុកហ្នឹងសយមែនទែនបងប្អូនគឺដើរជន់បាឡាគឺជន់មែនទែនបងប្អូនពេលហ្នឹងគឺជន់នេះកន្លែងនេះគឺខ្ញុំជន់ពេលហ្នឹងខ្ញុំកាត់ចេញព្រោះអីខ្ញុំចេពាក្យហៀងអាក្រក់ស្ដាប់ដែរខ្ញុំកាត់ចេញខ្ញុំក៏មកថតកន្លែងបាឡានេះបងប្អូនលេចបាទទៅដល់ជើងគឺចុកមែនទែនកន្លែងហ្នឹងចុកឈឺសំណាងហើយពេលហ្នឹងយើងពាក់ស្បែកជើងសម័យមើលបងប្អូនបើយើងមិនបានពាក់ស្បែកជើងវិញអូរូបភាពនេះសម័យអត់ចេញទេបាទឥឡូវនេះយើងងាកមកមើលជាមួយនឹងវីដេអូរបស់យើងវិញដើមនេះបងប្អូនខ្ញុំមើលគល់វាដំបងខ្ញុំស្មានថាដើមអីគេដល់ពេលងាកមើលលើចុះដើមមកកាក់បាទដើមមកកាក់អត់ងាយមានទេបងប្អូនដើមមកកាក់ធំចឹងអត់ងាយមានទេនៅខាងភូមិខ្ញុំជឿថាមានតែមួយដើមហ្នឹងទេបងប្អូនធំដើមមកកាក់ហ្នឹងធំហើយត្រួយវាបងប្អូននេះមើលទៅល្អខ្លាំងមែនតើហើយត្រួយវានេះគឺយើងអាចយកទៅទ្រនាប់ញ៉ាំជាមួយនឹងនំបញ្ចុកបងប្អូនធ្វើជាលបោញ៉ាំជាមួយនឹងនំបញ្ចុកសម្លខ្មែរយើងហ្នឹងសម្លប្រហើរហ្នឹងគឺអូឆ្ងាញ់ខ្លាំងណាត្រួយមកកាក់ហ្នឹងដាក់ទៅជូរឆ្ងាញ់បងប្អូនកន្លែងនេះគឺខ្ញុំឲ្យគាត់សាកបន្ទាប់ពីសាកហើយហ្នឹងគឺយើងដើរទៅខាងមុខទៀតបាទទៅថតពីសកម្មភាពនៅខាងមុខទៀតប៉ុន្តែដើរមកបងប្អូននេះ idol យើងហ្នឹងកំពុងមើលទូរស័ព្ទស្មានតែគេតាមដានរឿងចិនរឿង AI បងប្អូនស្មានគេតាមដានលេងសួរទៅហ្គេម Free Fire បងប្អូនគេលេងជាមួយនឹងដៃគូគេហ្នឹងជាមួយនឹង Pro Slow ហ្នឹងតែ Pro Slow អត់បានមក Pro Slow នៅផ្ទះបាទនេះកំពុងតែហៅ map អី Pro Slow ជួយមួយយ៉ាងដែរគោយល់ចិត្តបងប្អូនគោហៀងនឹងឯនេះយល់ចិត្តដឹងថាម្ចាស់លេងហ្គេមនឹងបណ្ដោយអត់ឲ្យម្ចាស់ហត់បាទឥឡូវនេះយើងងាកមកមើលជាមួយនឹងវីដេអូរបស់យើងវិញខ្ញុំចង់ឲ្យមើលផ្លែនេះមួយបងប្អូនផ្លែនេះខ្ញុំអត់ដឹងផ្លែអីគេទេប៉ុន្តែខ្ញុំដឹងថាដើមនេះបាឡាហើយបាឡាច្រើនទៀតប៉ុន្តែដើមហ្នឹងគឺអត់មានបាឡាដល់ពេលអញ្ចឹងខ្ញុំឆ្ងល់អានេះបើតាមខ្ញុំគិតថាដើមនេះប្រហែលជាវាយូរឆ្នាំហើយវារុះបាឡាអស់ហ្មងអាហ្នឹងខ្ញុំជឿអញ្ចឹងបងប្អូននេះផ្លែវាបន្ទាប់ពីផ្លែហ្នឹងមកខ្ញុំមានផ្លែមួយដើមទៀតខ្ញុំចង់ឲ្យបងប្អូនមើលផ្លែនេះគេហៅថាផ្លែព្រំបើផ្លែមុនហ្នឹងខ្ញុំអត់ស្គាល់ណាតែនេះខ្ញុំស្គាល់ផ្លែព្រំផ្លែនេះស្តៀងមួយផ្លែព្រីងជឿអត់បងប្អូនស្តៀងមួយផ្លែព្រីងប៉ុន្តែឆ្ងាញ់ដល់ព្រីងទេហើយអាផ្លែព្រំនេះវាមានរសជាតិជូរអែមបាទបន្ទាប់ពីផ្លែព្រំបងប្អូនខ្ញុំមានផ្លែមួយគឺផ្លែតកោនេះចម្លែកទៀតក្នុងមួយដើមទូចហើយមានផ្លែតែមួយគត់នេះបងប្អូនមើលទៅគឺក្នុងមួយដើមមានផ្លែតែមួយឯងហើយដើមទៀតចម្លែកខ្លាំងបណ្ដោយអាផ្លែដង្កោមួយហ្នឹងបងប្អូនកុំគិតថាអត់តន់ទុំគឺវាទុំហីមិនមែនទុំដោយសារពន្លឺថ្ងៃទេបងប្អូនអានេះទុំមកពីធម្មជាតិរបស់វាពិតអាផ្លែនេះគេញ៉ាំបានដូចគ្នា
ទុំក៏ញ៉ាំបានខ្ចីក៏ញ៉ាំបាននេះគ្នាគ្រាន់តែថាអាខ្ចីហ្នឹងគឺយកទៅបុកជាមួយនឹងដង្កៀបក្តាមហើយឆ្ងាញ់ហ្មងខ្ញុំធ្លាប់ញ៉ាំហើយមកដល់កន្លែងនេះខ្ញុំចង់បញ្ជាក់ប្រាប់បងប្អូនថាអានេះគឺជាដើមបន្លាហើយផ្លែវាគឺអាផ្លែដំបងដែលខ្ញុំប្រាប់បងប្អូនមុនហ្នឹងនេះគឺជាដើមរបស់វាពេលនៅពេលដែលវាមិនទាន់ជ្រុះបន្លាគឺដើមវាបែបហ្នឹងប៉ុន្តែអាដើមមុនហ្នឹងដែលខ្ញុំបង្ហាញអ្នកទាំងអស់គ្នាហ្នឹងអាហ្នឹងវាអត់មានបន្លាប្រហែលជាវាយូរឆ្នាំហើយអាហ្នឹងតាមខ្ញុំគិតណាវាយូរឆ្នាំហើយបានវាអត់មានបន្លាអញ្ចឹងនិយាយរួមទៅបងប្អូនមិនថាទេសភាពមិនថារបស់អីក៏ដោយផ្លែនៅក្នុងព្រៃគឺមានច្រើនបើឲ្យខ្ញុំថតចែកជូនពុកម៉ែបងប្អូនទស្សនាមួយថ្ងៃហ្នឹងគឺអត់អស់ទេប៉ុន្តែខ្ញុំនឹងព្យាយាមធ្វើវីដេអូជាប្រចាំថ្ងៃឲ្យពុកម៉ែបងប្អូនបានទស្សនាមកដល់កន្លែងនេះដូចជាម៉ោង12ហើយអញ្ចឹងពួកយើងក៏បានជួបជុំគ្នាបាទគឺផឹកភេសជ្ជៈផឹកអីជុំគ្នាប៉ុន្តែពេលហ្នឹងផឹកអត់ឆ្ងាញ់បងប្អូនលើប្រូធីច្រៀងផឹកលេងចូលហ្មងបងប្អូនអាចស្ដាប់ផ្ទាល់បានណានេះជាតិខ្លាំងមែនតើដូចបងប្អូនបានស្ដាប់អញ្ចឹងគឺសំឡេងពីរោះមែនតើគឺពីរោះខ្លាំងដូចគេល្បីនៅក្នុង TikTok មួយរយៈមុនល្បីថាប្រូធីហ្នឹងអធិរីសំឡេងរៃហើយខ្ញុំក៏បានស្ដាប់ផ្ទាល់ដូចគ្នាបងប្អូនគឺដូចខ្លាំងមែនតើអធិរីសំឡេងរៃដូចប្រូធីនេះបងប្អូនប្រូធីនេះនៅក្នុងវីដេអូគឺគាត់លេងកំ pl ែងឲ្យយើងសាយហើយនៅមួយគាត់ខាងក្រៅគាត់កំ pl ែងដូចគ្នាអញ្ចឹងបើសិនណាគេបែកបាក់រឿងស្នេហាកំពុងសែតអីហ្នឹងអូនៅជាមួយប្រូធីអីដឹងតែអង្គុយសាច់មួយថ្ងៃដឹងប៉ុន្មានដងទេបងប្អូនសាច់ជ្រុះថ្មិញគេថាបានទេបាទហើយបើងាកមកដៃគូគាត់វិញបងប្អូនគឺប្រូស្លូនេះបើនៅជាមួយប្រូស្លូតែមួយថ្ងៃធានាថាមិនសាច់ទេគឺតឹងទ្រូងយកហ្មងអ្នកដែលសែតរឿងស្នេហាអីទៅរកប្រូធីកុំទៅរកប្រូស្លូដឹងតែលើសដើមហ្មងអូខេហើយកាត់មកដល់កន្លែងនេះគឺយើងញ៉ាំបាយជុំគ្នាបងប្អូនគឺមកមើលគោគឺយើងញ៉ាំបាយជុំគ្នាឆ្ងាញ់ណាបាទក្នុងព្រៃគឺយើងញ៉ាំជុំគ្នាយើងមានម្ហូបម្នាក់បន្តិចមកគឺយើងដាក់ចូលគ្នាញ៉ាំបាទឆ្ងាញ់មែនប៉ុន្តែអត់បានទេបងប្អូនពេលហ្នឹងគឺគោបោលបាទគោបោលចុះអត់មានណាគេមើលយើងញ៉ាំបាយជុំគ្នាគឺយើងមកទាំង4នាក់ពេលហ្នឹងគឺគោបោលបាទនេះបងប្អូនមើលទៅគឺបោលព្រោះអីវារៀងពិបាកយើងមើលក្នុងព្រៃទៅកាលណាតគោបោលពិបាកដល់ពេលអញ្ចឹងទៅបខំចិត្តបងប្អូនបខំចិត្តដេញទៅកន្លែងស្រឡះវិញបើសិនជាយើងដេញតាមផ្លូវដែលយើងមកពីមុនគឺវាឆ្ងាយដល់ពេលហ្នឹងគឺសម្រាប់ចិត្តថាដេញទម្លុះព្រៃយកហ្មងនេះបងប្អូនគឺទម្លុះព្រៃទៅហ្មងហើយដេញតាមព្រៃនេះបងប្អូនគឺប្រឈមមុខបាត់គោភាគច្រើនហ្មងពេលខ្លះគោវាអត់ទៅទាំងអស់ទេពេលខ្លះវានៅស៊ីតាមក្រោយដូចជា3-4 ចឹងទៅយើងពិបាកអាខ្លះទៅខ្លះនៅអញ្ចឹងដល់ពេលអញ្ចឹងទៅរៀងពិបាកប៉ុន្តែវាចិត្តបើយើងដេញតាមផ្លូវដែលយើងមកដំបូងគឺឆ្ងាយណាស់អញ្ចឹងគឺយើងបង្ខំចិត្តដេញទៅលុះព្រៃហ្មងពេលដែលដេញហ្នឹងចំណាយពេលដូចជាកន្លះម៉ោងដែរបានគឺយូរកន្លះម៉ោងខ្ញុំក៏បានបិទកាមេរ៉ាដើម្បីជួយដេញគេពេលហ្នឹងខ្លាចបាត់ដល់ពេលអញ្ចឹងទៅបិទកាមេរ៉ាជួយដេញគេហើយមកដល់កន្លែងនេះគឺយើងចេញពីព្រៃហើយគឺយើងដេញវាទៅដាក់ទឹកព្រោះអីពេលហ្នឹងម៉ោង7:01ហើយដល់ពេលអញ្ចឹងទៅគោវាស្រេកទឹកដែរនេះគឺជាសកម្មភាពពេលវាផឹកទឹកបងប្អូនដូចបានឃើញអញ្ចឹងគឺកន្លែងតូចហើយទឹកអត់សូវច្រើនទៀតដល់ពេលអញ្ចឹងទៅយើងចំណាយពេលយូរដែរទ្រាំតែវាផឹកអស់វាផឹកមួយចេញមួយចូលដល់ពេលអញ្ចឹងទៅរៀងចំណាយពេលយូរឆ្លៀតពេលកំពុងគោផឹកទឹកហ្នឹងយើងក៏បានញ៉ាំបាយម៉ាសាទៀតបងប្អូនគឺមុនហ្នឹងក៏បានញ៉ាំដែរបាទកំពុងតែញ៉ាំសុកគោផ្អើលបាទឈប់ញ៉ាំបាយផ្អាកញ៉ាំសិនរោវាដល់ពេលរោហើយយើងដេញមកដាក់ទឹកទៅបានញ៉ាំម៉ាសាទៀតមកដល់កន្លែងនេះដូចជាម៉ោង7:03ហើយបងប្អូនបាទដល់ពេលម៉ោង7:03ហ្នឹងទៅគឺយើងរៀបចំដេញគោទៅផ្ទះបាទតែមុននឹងទៅផ្ទះគឺប្រូធីគាត់បានឈៀលបងប្អូនគាត់បានច្រៀងមកបទបាទបងប្អូនស្ដាប់បានកុំតាប់ប៉ាចាប់ប៉ាបាសេលេរាំងគីងកាំងយ៉ាចាប់ប៉ាយ៉ាអេវីកេមហ្វេលុយជីតេណាកុំតាប់ប៉ាចាប់ប៉ាបាសេលេរាំងគីងកាំងចឹងវីដេអូរបស់យើងក៏បានបញ្ចប់ត្រឹមហ្នឹងបងប្អូនបាទបើសិនជាបងប្អូនស្រឡាញ់ក៏ដូចជាចូលចិត្តបងប្អូនជួយ like ជួយ share និង subscribe channel នឹងម្នាក់មួយផងខ្ញុំនឹងព្យាយាមផុសវីដេអូជាប្រចាំថ្ងៃទៀតបងប្អូនដើម្បីពុកម៉ែបងប្អូនមកទស្សនាទៀតណាបាទអរគុណច្រើនបងប្អូន